តើអ្នកណាខ្លះកំពុងតែចង់បង្កើត startup ដែលប្រើប្រាស់ AI ឬក៏ចង់បានដៃគូអាជីវកម្មបែបជីវភាពហើយមួយទៀតប្រសិនបើអ្នកទាំងអស់គ្នាជាម្ចាស់អាជីវកម្មទេសចរដែលចង់បានទុនបណ្ដាក់រហូតដល់$50,000សូមមកស្ដាប់វីដេអូនេះទាំងអស់គ្នាសម្រាប់កម្មវិធីទី1គឺនៅថ្ងៃសុក្រទី28ខែសីហាចាប់ពីម៉ោង 5:30 នាទីនៅឯអគារ Rentry ដែលជាកម្មវិធី Sparkmid X1 The Connect ក្រោមប្រធានបទ AI First Startup Building the Next Generation of Business ដែលអ្នកទាំងអស់គ្នានឹងមានឱកាសជួបជាមួយនឹងលោក Thor Rithi ដែលជាស្ថាបនិកនិង CEO នៃគម្ពីរគាត់នឹងចែករំលែកពីបទពិសោធន៍នៅក្នុងការបង្កើត AI Startup ហើយកម្មវិធីនេះគឺ free ទាំងអស់សម្រាប់អ្នកចុះឈ្មោះតែប៉ុណ្ណោះសម្រាប់កម្មវិធីទី2គឺជាកម្មវិធី B2B Matchmaking ដែលជាផ្នែកមួយនៅក្នុងកម្មវិធី Cambodia Circular Economy Forum ឆ្នាំ2026ដែលនឹងបិទទទួលពាក្យនៅថ្ងៃទី28ខែសីហាខាងមុខនេះដែរសម្រាប់ម្ចាស់អាជីវកម្មដែលមានផលិតផលឬសេវាកម្មបែបជីវភាពនេះគឺជាឱកាសល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាដើម្បីជួបពិភាក្សាការងារមួយទល់មួយជាមួយនឹងដៃគូពាណិជ្ជកម្មអតិថិជនគ្រឹះស្ថានវិនិយោគនិងអ្នកផ្គត់ផ្គង់ដែលឥតគិតថ្លៃថែមទៀតផងសម្រាប់កម្មវិធីចុងក្រោយគឺជាកម្មវិធី TUI Future Shaper Cambodia Accelerator Program ដែលនឹងបិទទទួលពាក្យនៅថ្ងៃទី31ខែសីហាខាងមុខនេះដែរកម្មវិធីនេះគឺបង្កើតឡើងសម្រាប់ SME នៅក្នុងវិស័យទេសចរណ៍នៅទូទាំងប្រទេសកម្ពុជាដែលអ្នកចូលរួមនឹងទទួលបានការបណ្ដុះបណ្ដាលទៅលើការលក់ការប្រើប្រាស់ Digital ផ្នែកហិរញ្ញវត្ថុព្រមទាំងឱកាស Pitching ដើម្បីប្រកួតប្រជែងយកទុនវិនិយោគរហូតដល់$50,000ថែមទៀតផងមិនថាតើអ្នកទាំងអស់គ្នាចង់បង្កើត Startup ឬក៏ចង់បានដៃគូអាជីវកម្មបែបជីវភាពឬក៏ចង់បានទុនដើម្បីពង្រីកអាជីវកម្មទេសចរណ៍របស់អ្នកទាំងអស់គ្នាទេឱកាសល្អៗទាំងនេះគឺបានមកដល់ហើយសម្រាប់ link ចុះឈ្មោះគឺមាននៅលើ caption. I'll see you guys for the next opportunity